Sea animals. សត្វសមុទ្រ Shark. ត្រីឆ្លាម Sharks have lived on Earth for over 400 million years, even before dinosaurs. ត្រីឆ្លាមមានជីវិតនៅលើផែនដីជាង400លានឆ្នាំមកហើយគឺនៅមុនដាយណូស័រទៅទៀត Some sharks can have up to 35,000 teeth in their lifetime because they keep growing new ones. ត្រីឆ្លាមខ្លះអាចមានធ្មេញរហូតដល់ 35,000 គ្រាប់ក្នុងមួយជីវិតរបស់វាព្រោះធ្មេញនៅតែបន្តដុះថ្មី Sharks eat sick and weak animals, keeping fish populations balanced. ត្រីឆ្លាមស៊ីសត្វដែលឈឺនិងខ្សោយជាអាហារធ្វើឲ្យចំនួនត្រីមានលំនឹង Blue whale. ត្រីបាឡែនខៀវ Blue whales are the biggest animals ever, even bigger than dinosaurs. ត្រីបាឡែនខៀវជាសត្វធំជាងគេបង្អស់ដែលធ្លាប់មានជីវិតពោលគឺធំជាងសត្វដាយណូស័រទៅទៀត A blue whale's heart is about the size of a small car. បេះដូងរបស់ត្រីបាឡែនខៀវមានទំហំប្រហាក់ប្រហែលនឹងកូនឡាន Its tongue can weigh as much as an elephant. អណ្ដាតរបស់វាអាចមានទម្ងន់ស្មើនឹងសត្វដំរី Even though they're massive, they eat tiny shrimp-like creatures called krill. ថ្វីត្បិតតែវាមានមាឌធំសម្បើមក៏ដោយតែវាស៊ីសត្វតូចៗដែលមានរាងដូចបង្គាហៅថាគ្រីល Shrimp. បង្គា Just like crabs and lobsters, shrimp have 10 legs. ដូចក្តាមនិងបង្កងដែរបង្គាមានជើង10 Some shrimp have clear bodies that help them hide from predators. បង្គាខ្លះមានសាច់សថ្លាដែលជួយឲ្យវាលាក់ខ្លួនពីសត្រូវបាន Their long feelers help them detect food and danger. ពុកមាត់វែងៗរបស់វាជួយវារាវរកអាហារនិងស្ទង់ដឹងគ្រោះថ្នាក់ Krill. គ្រីល កំពឹសសមុទ្រ Krill are tiny shrimp-like animals. Most are only about the size of a paperclip. គ្រីលជាសត្វតូចល្អិតរាងដូចបង្គាភាគច្រើនវាមានទំហំប៉ុនឃ្នៀបក្រដាស Krill are a major food source for whales, penguins, seals, fish, and birds. គ្រីលគឺជាប្រភពអាហារដ៏សំខាន់សម្រាប់ត្រីបាឡែន ផេងខ្វីន ឆ្មាសមុទ្រ ត្រី និងសត្វស្លាប A blue whale can eat up to 4 tons of krill in one day. ត្រីបាឡែនខៀវអាចស៊ីវាដល់ទៅ4តោនក្នុងមួយថ្ងៃ Orca. Killer whale. អូកា ត្រីបាឡែនប្រមាញ់
They are the biggest members of the dolphin family. វាគឺជាសមាជិកមានមាឌធំជាងគេនៅក្នុងគ្រួសារត្រីដូហ្វាំង Some orcas eat fish, while others hunt seals and penguins. ត្រីបាឡែនអូកាខ្លះស៊ីត្រី ហើយខ្លះទៀតប្រមាញ់ឆ្មាទឹកនិងផេនខ្វីនជាអាហារ Female orcas can live up to 90 years or more. ត្រីបាឡែនអូកាញីអាចរស់បានរហូតដល់ 90 ឆ្នាំឬយូរជាងនេះ Penguin. ផេនខ្វីន They are birds that can't fly. Penguins use their wings to swim instead of fly. វាជាសត្វស្លាបដែលមិនអាចហើរបាន ផេនខ្វីនប្រើស្លាបរបស់វាដើម្បីហែលទឹកជំនួសឲ្យការហោះហើរ Not all penguins live in Antarctica. Some live on warm beaches too. មិនមែនផេនខ្វីនទាំងអស់សុទ្ធតែរស់នៅក្នុងទ្វីបអង់តាក់ទិកទេ ខ្លះក៏រស់នៅលើឆ្នេរក្តៅល្មមផងដែរ Penguin parents take turns keeping their eggs and chicks warm and fed. មេបាផេនខ្វីនបដូរវេនគ្នាថែទាំស៊ុតនិងកូនតូចៗរបស់វាឲ្យកក់ក្តៅព្រមទាំងបញ្ចុកចំណី Sea lion. តសមុទ្រ Sea lions like being social and often rest together in large groups. តសមុទ្រចូលចិត្តប្រាស្រ័យទាក់ទងគ្នា ហើយជារឿយៗវាសម្រាកជុំគ្នាជាហ្វូងធំៗ They're often seen lying on rocks or beaches soaking up the sun. ជារឿយៗគេឃើញវាដេកនៅលើផ្ទាំងថ្ម ឬលើឆ្នេរសមុទ្រដើម្បីទទួលយកពន្លឺថ្ងៃ Unlike seals, sea lions have strong flippers that let them walk on all fours. មិនដូចសត្វឆ្មាសមុទ្រទេ តសមុទ្រមានព្រុយដ៏រឹងមាំ ដែលអាចឲ្យវាដើរលើព្រុយទាំង4បាន Seal. ឆ្មាសមុទ្រ Most seals live in the Arctic and Antarctic. ឆ្មាសមុទ្រភាគច្រើនរស់នៅក្នុងតំបន់អាក់ទិកនិងអង់តាក់ទិក Unlike sea lions, seals wiggle on their bellies when they move on land. ខុសពីតសមុទ្រ ឆ្មាសមុទ្ររុំកើខ្លួនឆ្វេងស្ដាំលើក្បាលពោះ ក្នុងពេលវាផ្លាស់ទីលើដី You can tell seals apart from sea lions because they don't have ear flaps, just small holes. អ្នកអាចញែកឆ្មាសមុទ្រចេញពីតសមុទ្របាន ព្រោះឆ្មាសមុទ្រគ្មានស្លឹកត្រចៀកទេ វាមានតែរន្ធត្រចៀកតូចៗប៉ុណ្ណោះ Squid. មឹកបំពង់ Squids can release dark ink to escape from predators. មឹកបំពង់អាចបញ្ចេញទឹកពណ៌ខ្មៅដើម្បីគេចពីសត្រូវ សត្វដែលស៊ីវាជាអាហារ Squids use special skin cells to change color. មឹកបំពង់ប្រើកោសិកាស្បែកពិសេសម្យ៉ាងដើម្បីផ្លាស់ប្ដូរពណ៌ They have 3 hearts, and their blood is blue.
វាមានបេះដូងចំនួន3ហើយឈាមរបស់វាមានពណ៌ខៀវ Octopus. បឹកពីងពាង Octopuses have 8 arms. Each arm can move on its own and feel things. បឹកពីងពាងមានដៃ8 ដៃនីមួយៗអាចធ្វើចលនាដោយខ្លួនឯងនិងស្ទាបអ្វីៗបាន When scared, they shoot out ink to hide and escape from danger. ពេលភ័យខ្លាច វាបាញ់ទឹកខ្មៅចេញមកក្រៅ ដើម្បីលាក់ខ្លួននិងគេចពីគ្រោះថ្នាក់ A mother octopus lays many eggs and guards them until they hatch. បឹកពីងពាងញីមួយក្បាលពងបានជាច្រើនគ្រាប់ ហើយនៅការពាររហូតដល់ពងទាំងនោះញាស់ Crab. ក្តាម Crabs have 10 legs. The front 2 are claws, which they use for grabbing and defense. ក្តាមមានជើង10 ជើងមុខ2គឺជាដង្កៀប ដែលវាប្រើសម្រាប់ចាប់កាន់និងការពារខ្លួន If they lose a leg or claw, it can grow back over time. ប្រសិនបើវាបាត់បង់ជើងឬដង្កៀប វាអាចដុះឡើងវិញបន្តិចម្ដង Crabs shed their old shells and grow new, bigger ones. ក្តាមសកសម្បកចាស់របស់វាចេញ ហើយដុះសម្បកថ្មីនិងធំជាងមុន Horseshoe crab. ប្រឡាំងកាស Horseshoe crabs have been around for over 450 million years, older than dinosaurs. ប្រឡាំងកាសមានអាយុកាលជាង450លានឆ្នាំមកហើយ ពោលគឺចាស់ជាងដាយណូសរទៅទៀត Their blood is bright blue and is used in medicine to test for harmful bacteria. ឈាមរបស់វាមានពណ៌ខៀវស្រាល ហើយត្រូវបានគេប្រើក្នុងវិស័យវេជ្ជសាស្ត្រដើម្បីពិសោធន៍រោគបាក់តេរីអាក្រក់ Horseshoe crabs have 10 eyes, some on their shell and even some near their tail. ប្រឡាំងកាសមានភ្នែក10 ដោយភ្នែកខ្លះស្ថិតនៅលើស្នូក និងខ្លះទៀតនៅជិតកន្ទុយ Despite their scary look, they don't bite, sting, or harm people. ទោះបីជាមើលទៅគួរឲ្យខ្លាចក៏ដោយ តែវាមិនចេះខាំ តិច ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ Hermit crab. ក្តាមផ្ញើប្រាណ Hermit crabs don't have their own shells. They borrow empty snail shells to protect their soft bodies. ក្តាមផ្ញើប្រាណមិនមានសម្បកខ្លួនឯងទេ វាខ្ចីសម្បកខ្យងដែលទំនេរ ដើម្បីការពាររាងកាយទន់ជ្រាយរបស់វា When they get bigger, they find a bigger shell to move into. ពេលវាកាន់តែធំ វាដើររកសម្បកធំជាងនេះ រួចចូលនៅក្នុងនោះ Hermit crabs love to explore and look for food after dark. ក្តាមផ្ញើប្រាណចូលចិត្តត្រាច់ចរ និងស្វែងរកចំណីនៅពេលយប់ Lobster. បង្កង
Lobsters crawl along the bottom of the sea, hiding in rocks and seaweed. បង្កងវាតាមបាតសមុទ្រហើយលាក់ខ្លួននៅក្នុងថ្មនិងក្នុងសារ៉ាយសមុទ្រ They use their tiny hairs on their legs to taste food. វាប្រើរោមតូចៗនៅលើជើងរបស់វាដើម្បីភ្លក្សរសជាតិអាហារ Like horseshoe crabs, lobster blood is blue because of a special protein. ដូចប្រឡាំងកាសដែរឈាមបង្កងមានពណ៌ខៀវដោយសារប្រូតេអ៊ីនពិសេសម្យ៉ាង Starfish. ត្រីផ្កាយផ្កាយសមុទ្រ Even though they're called fish, they don't have gills, fins, or bones. ទោះបីគេហៅវាថាត្រីក៏ដោយតែវាមិនមានស្រកីព្រុយឬឆ្អឹងទេ They usually have 5 arms, but some starfish can have more, up to 40. ជាធម្មតាវាមានដៃ5ប៉ុន្តែត្រីផ្កាយខ្លះអាចមានដៃច្រើនជាងនេះរហូតដល់ទៅ40 They have no brain or blood. Their mouth is on the bottom. វាមិនមានខួរក្បាលឬឈាមទេមាត់របស់វាស្ថិតនៅខាងក្រោម Jellyfish. ចាហួយសមុទ្រ Some jellyfish light up underwater using special glowing cells. ចាហួយសមុទ្រខ្លះបញ្ចេញពន្លឺនៅក្នុងទឹកដោយប្រើកោសិកាភ្លឺពិសេសម្យ៉ាង Jellyfish can swim a little, but mostly float with the currents. ចាហួយសមុទ្រអាចហែលបានតិចតួចប៉ុណ្ណោះប៉ុន្តែភាគច្រើនវាអណ្ដែតតាមចរន្តទឹក They sting to catch food. Their tentacles have stingers. វាតិចដើម្បីចាប់ចំណីដៃរបស់វាមានទ្រនិច Sea urchin. កាំប្រមាសមុទ្រ Their hard shells are covered in sharp spines for protection. សម្បករឹងរបស់វាគ្រប់ដណ្ដប់ដោយបន្លាស្រួចៗសម្រាប់ការពារខ្លួន If a spine breaks off, it will regrow over time. ប្រសិនបើបន្លារបស់វាបាក់វានឹងដុះឡើងវិញបន្តិចម្ដងបន្តិចម្ដង Sea urchins can be purple, red, green, black, or even pink. កាំប្រមាសមុទ្រអាចមានពណ៌ស្វាយក្រហមបៃតងខ្មៅឬពណ៌ផ្កាឈូកទៀតផង Sea cucumber. ឆ្លើងសមុទ្រ Sea cucumbers look like squishy sausages. They have long, soft, tube-shaped bodies. ឆ្លើងសមុទ្រមើលទៅដូចសាច់ក្រកទន់ៗវាមានខ្លួនវែងទន់រាងដូចបំពង់ Like starfish and sea urchins, sea cucumbers have no brain. ដូចគ្នានឹងត្រីផ្កាយនិងកាំប្រមាសមុទ្រដែរឆ្លើងសមុទ្រគ្មានខួរក្បាលទេ Sea cucumbers have tiny feet to crawl slowly across the ocean bottom. ឆ្លើងសមុទ្រមានជើងតូចៗវាយឺតៗនៅបាតសមុទ្រ
Cockle clam. ងាវ We can find them buried in sand or mud near the shore. យើងអាចរកវាឃើញកប់នៅក្នុងខ្សាច់ឬភក់ក្បែរច្រាំង Some cockle clams can live up to 10 years or more. ងាវខ្លះអាចរស់បានរហូតដល់ទៅ10ឆ្នាំឬយូរជាងនេះ They're important to the ecosystem. They clean the water and provide food for birds, fish, and people. វាមានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ី វាជួយសម្អាតទឹកនិងផ្ដល់អាហារដល់សត្វស្លាប ត្រី និងមនុស្ស Quahog clam. ងាវភក់ They have thick, strong shells that protect them from predators. វាមានសម្បកក្រាស់ហើយរឹងដែលការពារវាពីសត្រូវ You can count the lines on their shells to know their age. អ្នកអាចរាប់ខ្សែនៅលើសម្បករបស់វាដើម្បីដឹងពីអាយុរបស់វាបាន They don't move much. Once buried, they mostly stay in one place. វាមិនផ្លាស់ទីច្រើនទេ ពេលកប់ខ្លួនក្នុងដីហើយ ភាគច្រើនវានៅតែមួយកន្លែង Scallop. ក្រុម Scallops usually lie in sand or mud in shallow and deep waters. ជាធម្មតាក្រុមរស់នៅក្នុងដីខ្សាច់ឬភក់ទាំងក្នុងទឹករាក់និងទឹកជ្រៅ They're both male and female. Many scallops have both eggs and sperm. វាជាភេទឈ្មោលផងញីផង ក្រុមជាច្រើនមានទាំងស៊ុតញីនិងមេជីវិតឈ្មោល Scallops are popular in cooking and are known for their sweet, tender flavor. គេពេញនិយមយកក្រុមទៅធ្វើម្ហូប ហើយគេស្គាល់វាដោយសាររសជាតិផ្អែមនិងសាច់ផុយរបស់វា Oyster. Oyster Oysters have rough, bumpy shells. Their shells help protect them from predators and strong waves. Oyster មានសម្បកគ្រើមរដេបរដប់ សំបករបស់វាជួយការពារវាពីសត្រូវនិងរលកខ្លាំងៗ Oysters attach to rocks, other oysters, or piers and stay in one place for life. Oyster ភ្ជាប់ខ្លួនវាទៅនឹងថ្ម Oyster គ្នាវា ឬបង្គោលក្នុងទឹក ហើយរស់នៅនឹងមួយកន្លែង Some oysters can create pearls inside their shell. Oyster ខ្លះអាចបង្កើតគ្រាប់គុជនៅខាងក្នុងសម្បករបស់វាបាន Sea turtle. កន្ធាយសមុទ្រ Unlike land turtles, sea turtles can't pull their heads in their shells. ខុសពីកន្ធាយលើគោក កន្ធាយសមុទ្រមិនអាចលឹបក្បាលចូលក្នុងសម្បករបស់វាបានទេ Female sea turtles crawl onto sandy shores to dig nests and lay eggs. កន្ធាយសមុទ្រញី វាលើឆ្នេរខ្សាច់ដើម្បីជីកសម្បុករួចទម្លាក់ ពង
As soon as they hatch, the tiny turtles race to the ocean. ពេលវាញាស់ភ្លាម កូនកន្ធាយតូចៗវាប្រណាំងគ្នាទៅសមុទ្រ Sea snake. ពស់សមុទ្រ Sea snakes spend most or all of their lives in salt water. ពស់សមុទ្រចំណាយពេលភាគច្រើនឬពេញមួយជីវិតរបស់វារស់នៅក្នុងទឹកប្រៃ Sea snakes have very strong venom, but they're usually shy and don't bite humans unless threatened. ពស់សមុទ្រមានពិសខ្លាំង ប៉ុន្តែជាធម្មតាវាអៀនហើយមិនចឹកមនុស្សទេ លុះត្រាតែមានការគំរាមកំហែង Unlike many reptiles, most sea snakes don't lay eggs, they give birth in the ocean. ខុសពីសត្វល្មូនជាច្រើនទៀតពស់សមុទ្រភាគច្រើនមិនក្រាបពងទេ គឺវាបង្កើតកូនតែម្ដងនៅក្នុងសមុទ្រ Sea otter. ភេសមុទ្រ Sea otters love to rest, eat, and even sleep while floating on their backs. ភេសមុទ្រចូលចិត្តសម្រាកស៊ីហើយថែមទាំងដេកក្នុងពេលបណ្ដែតខ្លួនដាក់ខ្នងទៅក្រោម They have super thick fur. It's the thickest of any animal, over 1,000,000 hairs per square inch. វាមានរោមក្រាស់ខ្លាំង វាជាសត្វដែលមានរោមក្រាស់បំផុត ពោលគឺមានរោមជាង 1 លានក្នុង 1 អ៊ីងការ៉េ They can eat up to 25% of their body weight in food every day. វាអាចស៊ីចំណីបានរហូតដល់ 25% នៃទម្ងន់ខ្លួនរបស់វាជារៀងរាល់ថ្ងៃ Seahorse. សេះសមុទ្រ Seahorses have a head shaped like a horse and a curly tail. សេះសមុទ្រមានក្បាលរាងដូចសេះនិងកន្ទុយរួញ The male seahorse carries the eggs in a pouch and gives birth to tiny baby seahorses. សេះសមុទ្រឈ្មោលមានស៊ុតនៅក្នុងពោះហើយបង្កើតចេញមកនៅកូនសេះសមុទ្រតូចៗ They are endangered in some areas. Pollution and habitat loss make life hard for seahorses. វាប្រឈមនឹងការផុតពូជនៅក្នុងតំបន់មួយចំនួន ការបំពុលទឹកនិងការបាត់បង់ទីជម្រកធ្វើឲ្យសេះសមុទ្រពិបាករស់នៅ Pufferfish. ត្រីកំពត They puff up like a balloon. When scared, pufferfish fill their bodies with water or air to look big and spiky. វាបំប៉ោងខ្លួនដូចប៉េងប៉ោង ពេលភ័យខ្លាច ត្រីកំពតស្រូបទឹកឬខ្យល់ចូលក្នុងខ្លួន ដើម្បីឲ្យមើលទៅធំនិងពោពេញដោយបន្លា Many pufferfish have a deadly toxin that can be dangerous, even to humans. ត្រីកំពតជាច្រើនមានជាតិពុលយ៉ាងខ្លាំង ដែលអាចបង្កគ្រោះថ្នាក់បានសូម្បីតែមនុស្ស Some can blink. They can close their eyes, which is rare in fish. ត្រីកំពតខ្លះចេះព្រិចភ្នែក វាអាចបិទភ្នែកបាន ដែលកម្រមានណាស់នៅលើត្រី
Stingray. បបែល Many stingrays have a sharp, venomous stinger on their tail for protection. បបែលជាច្រើនមានទ្រនិចស្រួចដែលមានពិសនៅលើកន្ទុយរបស់វាសម្រាប់ការពារខ្លួន Despite the stinger, most stingrays are shy and peaceful if left alone. ថ្វីត្បិតតែវាមានទ្រនិចក៏ដោយតែសត្វនេះភាគច្រើនអៀននិងស្ងៀមស្ងាត់ប្រសិនបើគ្មានអ្នករំខាន They don't have bones. Like sharks, stingrays have skeletons made of cartilage. វាមិនមានឆ្អឹងទេដូចត្រីឆ្លាមដែរបបែលមានគ្រោងឆ្អឹងដែលធ្វើពីឆ្អឹងខ្ចី Seagull. រំពេ Seagulls can glide smoothly for long distances using the wind. សត្វរំពេអាចហើរយ៉ាងរំភើយបានយ៉ាងឆ្ងាយដោយប្រើកម្លាំងខ្យល់ Seagulls can hover like helicopters. They are one of the few birds that can stay in one spot mid-air. រំពេអាចសំកាំងខ្លួនបានដូចឧទ្ធម្ភាគចក្រវាជាសត្វស្លាបមួយក្នុងចំណោមសត្វស្លាបតិចតួចដែលអាចសំកាំងខ្លួនមួយកន្លែងនៅកណ្ដាលអាកាសបាន They can drink salt water. They have special glands near their eyes that remove the salt from seawater. វាអាចផឹកទឹកប្រៃបានវាមានក្រពេញពិសេសនៅជិតភ្នែករបស់វាដែលច្រោះយកអំបិលចេញពីទឹកសមុទ្រ Polar bear. ខ្លាឃ្មុំទឹកកក They are the biggest bears. Adult males can weigh over 700 kilograms. វាជាខ្លាឃ្មុំដែលធំជាងគេខ្លាឃ្មុំទឹកកកឈ្មោលពេញវ័យអាចមានទម្ងន់លើសពី700គីឡូក្រាម Polar bears can swim for hours to find food. ខ្លាឃ្មុំទឹកកកអាចហែលទឹកបានរាប់ម៉ោងដើម្បីស្វែងរកចំណី Polar bears are usually solitary, except moms with cubs or during mating season. ជាធម្មតាខ្លាឃ្មុំទឹកកករស់នៅតែឯងលើកលែងតែមេដែលមានកូនឬក្នុងរដូវបន្តពូជ Dolphin. ត្រីដូហ្វាំងឬផ្សោតសមុទ្រ Dolphins are one of the most intelligent animals on Earth. ត្រីដូហ្វាំងគឺជាសត្វដ៏ឆ្លាតវៃបំផុតមួយនៅលើផែនដី They sleep with one eye open. Half of a dolphin's brain stays awake while the other half rests. វាដេកដោយបើកភ្នែកម្ខាងពាក់កណ្ដាលនៃខួរក្បាលរបស់វានៅភ្ញាក់រីឯពាក់កណ្ដាលទៀតសម្រាក Even though they live in the water, dolphins must come up to breathe through a blowhole on their heads. ទោះបីជាវារស់នៅក្នុងទឹកក៏ដោយក៏ត្រីដូហ្វាំងត្រូវឡើងមកដកដង្ហើមតាមរន្ធខ្យល់នៅលើក្បាលរបស់វាដែរ Tuna. ត្រីធូណា Tuna can swim up to 70 kilometers per hour. ត្រីធូណាអាចហែលបាន70គីឡូម៉ែត្រក្នុង1ម៉ោង
Tuna have sharp eyesight to help them spot prey. ត្រីធូណាមានកែវភ្នែកមុតស្រួចដែលជួយវាក្នុងការស្វែងរកចំណី Tuna is one of the most commonly eaten fish around the world. ត្រីធូណាជាត្រីមួយប្រភេទដែលគេនិយមបរិភោគបំផុតនៅជុំវិញពិភពលោក Salmon. ត្រីសាម៉ុន Salmon are born in fresh water. They hatch in rivers and streams. ត្រីសាម៉ុនកើតនៅក្នុងទឹកសាបវាញ៉ាសនៅក្នុងទន្លេនិងស្ទឹង After growing up a bit, they swim to the sea to live. លុះធំឡើងបន្តិចវាហែលទៅសមុទ្រដើម្បីរស់នៅ Salmon swim all the way back to the exact river where they were born to reproduce. ត្រីសាម៉ុនហែលយ៉ាងវែងអន្លាយត្រឡប់មករកទន្លេដែលវាបានកើតដើម្បីបន្តពូជ Clownfish. ត្រីថ្លុក All clownfish are born male, and the biggest one in a group can turn into a female. ត្រីថ្លុកទាំងអស់កើតមកជាឈ្មោលហើយត្រីដែលធំជាងគេក្នុងក្រុមអាចក្លាយទៅជាញី A female clownfish can lay hundreds of eggs at once. ត្រីថ្លុកញីពងម្ដងបានរាប់រយពង A famous movie titled Finding Nemo helped make clownfish one of the most loved sea creatures. ភាពយន្តដ៏ល្បីមួយមានចំណងជើងថា Finding Nemo បានជួយធ្វើឲ្យត្រីថ្លុកក្លាយជាសត្វសមុទ្រមួយដែលគេស្រឡាញ់បំផុត